វត្តស្នៃដង្គមស្ថិតនៅក្បែរជើងភ្នំទឹកជប់ឃុំអូលឹមស្រុកទីតងខេត្តអាំងយ៉ាងគឺជាវត្តផ្សារភ្ជាប់ជាមួយមេមីខ្មែរតាំងពីយូរយារណាស់មកហើយពិសេសក្នុងដំណាក់កាលតស៊ូសង្គ្រាមប្រឆាំងអាមេរិកសង្គ្រោះជាតិដោយសារលក្ខបំពួនកម្មាភិបាលធ្វើសកម្មភាពបដិវត្តវត្តត្រូវទម្លាក់ក្របបែកក្របមីនជាច្រើនលើករងដោយការបំផ្លិចបំផ្លាញយ៉ាងសាហាវហេតុដូច្នេះហើយមេមីខ្មែរក្នុងតំបន់ហៅវត្តស្នៃដង្គមនេះថាជាវត្តB52ក្នុងដំណាក់កាលទសវត្សរ៍ឆ្នាំ1960វត្តអារាមគឺជាកន្លែងលាក់បំពួនផ្គត់ផ្គង់ស្បៀងអាហារដល់កងទ័ពកងកម្លាំងរបស់យើងបង្អែកលើភូមិសាស្ត្រនៃជំរាបភ្នំដើម្បីលះខ្លួនគ្រាន់តែប្រតិបត្តិការនៅពេលយប់ប៉ុណ្ណោះប្រភពរស់រានសំខាន់គឺចេកនិងបាយរបស់មាមីងខ្មែរនៅភូមិភាគផ្គត់ផ្គង់ឲ្យការពីសម័យកាលនោះគឺនិយាយពីប៉ះពាល់នៃបរិវេណនៃដៃវត្តទី1គឺមានព្រះវិហារគឺត្រូវបែកបាក់ខ្ទេចអស់សូម្បីតែព្រះពុទ្ធរូបក៏អត់បាត់នៅប្រកេះអត់មានប្រកេះទេគឺមានការបាក់ដាយហើយនិងប្រកេះក៏ម៉ត់អស់ហើយចំណែកជុំវិញព្រះវិហារមានការប៉ះពាល់ទៅដោយនៃប្រចាដៃនៃពុទ្ធបរិស័ទទាំងឡាយដែលកសាងជុំវិញព្រះវិហារក៏មានការបែកបាក់ប្រចាដៃខ្លះក៏រលុះបាក់ទាំងស្រុងតែម្ដងលោកចៅសួនពេលនោះគឺជាក្មេងចំទងមិនតាន់ពេញវ័យបានឆាប់ឈួលដោយសេចក្តីស្អប់ខ្ពើមអាមេរិកដែលបានបំផ្លិចបំផ្លាញភូមិស្រុករបស់ខ្លួនដោយបានឃើញផ្ទាល់ភ្នែកនៅសមរភូមិដ៏សាហាវដោយយន្តហោះទម្លាក់ B52 ចុះមកលើតំបន់ភូមិស្រុកម្ល៉េះហើយគាត់សម្រេចចិត្តចូលរួមបដិវត្តរួមជាមួយពូបងរបស់យើងពីដមប្រហើតខ្មន់ផង B52 មួយទម្លាក់យកទៅអស់កាន់តែធ្លាក់ទៅក្រៅស្រែវល់នោះក៏បោសដែរកម្លាំងវាខ្លាំងណាស់ពីចំណិននោះហើយយើងបានដល់បានឯករាជ្យនឹងមកវិញនឹងយកតាចេះតែខំកសាងឡងវិញឲ្យមើលកសាងខាងពុទ្ធសាសនាកុំឲ្យបាត់បង់ហើយពីសម័យនោះនៅដៃវត្តB52នេះគឺថាលេខ1លងជាអ្នកឆ្លងកាត់សម័យតស៊ូសង្គ្រាម128ថ្ងៃ128យប់នៅលើភ្នំទឹកជប់លោកចៅផុងស្នាក់នៅឃុំអាំងទឹកស្រុកត្រីតងនៅតែចងចាំយ៉ាងច្បាស់អនុស្សាវរីយ៍អំពីការរួមចំណែករបស់ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែររបស់វត្ត B52 ក្នុង128ថ្ងៃនោះពិបាកមែនប៉ុន្តែពេលយប់តែនាំគ្នាចាញ់មកក្រៅមករោដែលអង្គនៅវត្តនៅភូមិមកពីប្រជាជនគេឃើញទឹកចិត្តយើងតស៊ូមិនខ្លាចស្លាប់ដើម្បីប្រជារាស្ត្រម្នេះហើយគេចេះត្រឹមត្រូវគេផ្ដល់ដែលបន្តិចបន្តួចឲ្យយើងទោះបីខ្វះខាតក៏ដោយក៏គេផ្ដល់ឲ្យយើងហូបដែរបាទដើម្បីយើងតស៊ូយកជ័យជំនះវត្ត B52 បានបំផ្លាញទាំងស្រុងដោយក្របបែក B52 ប្រកេះរបស់ព្រះពុទ្ធបដិមាបានបាក់អស់ក្រោយមករដ្ឋយើងបានជួសជុលឡើងវិញសង្គ្រាមបានកន្លងផុតទៅហើយពុទ្ធសាសនិកជននៅចំណុះជើងវត្ត B52 បានរួមដៃគ្នាកសាងតំបន់ដីដែលធ្លាប់បំផ្លិចបំផ្លាញឡើងវិញប៉ុន្តែរឿងវីរភាពទឹកចិត្តស្នេហាជាតិរបស់មាមីងខ្មែរនៅតំបន់ភ្នំ7នៅតែជាមេរៀនដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយជានិច្ចនិរន្តរ៍